ពេលណាដែលស្មុគស្មាញយើងយល់អំពីពធការអប់រំចិត្តពធរបស់ព្រះអង្គរៀនផ្លាស់ប្ដូរអារម្មណ៍ហ្នឹងឯងអារម្មណ៍ណាដែលតានតឹងត្រូវផ្លាស់ប្ដូរកាន់យកអារម្មណ៍មួយដើម្បីបធូរបថយឲ្យចិត្តរបស់យើងបានល្អហើយដើម្បីដោះស្រាយទៅលើបញ្ហាលោកអត់ឲ្យអដែលទេអញ្ចឹងណាដើម្បីធ្វើឲ្យចិត្តរបស់យើងនឹងអាចមានបដិធៈថ្នាំងថ្នាក់រហូតដល់ខូចចិត្តបាក់ទឹកចិត្តយ៉ាងដូរមកស្ដាប់នៅពាក្យទូមានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធអ្វីដែលគួរដឹងអ្វីគួរឃើញអ្វីដែលគួរយល់ប្រកបទៅដោយហេតុផលរបស់អង្គព្រះសម្មាសម្ពុទ្ធហើយធ្វើឲ្យយើងទទួលយកបានដល់ទៅព្រមទទួលហើយដោះស្រាយអីក៏បានដែរព្រោះធម៌របស់ព្រះអង្គមួយទៀតតាក់ទងទៅលើគោលដៅក្នុងការរស់នៅក្នុងសង្គមគ្រួសារបាទវាសិតតែមានសង្ឃហធម៌ហ្នឹងហើយបាទតែមានគោលដៅបើយើងអត់រៀបចំឲ្យត្រូវតាមគោលដៅ